ជំរាបសួរបងអូនទាំងអស់គ្នាតើយើងចង់ដឹងអត់ថាខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងកន្លែងណាខ្លះហើយក្នុងមួយថ្ងៃហ្នឹងរៀងលប់លន់បន្តិចដើរឡើង3ប្រាសាទជីប៉ុន្តែអត់បានចូលទៅជ្រៅទេព្រោះដោយសារមានចាស់មានទុំហើយនឹងមានកុមារពីរ3នាក់អញ្ចឹងទៅយើងចូលទៅរៀងរាក់បានធ្វើថតហើយសិនទៅប្រាសាទមួយទៀតខ្ញុំសុំដើរសរុបមួយថ្ងៃហ្នឹង3ប្រាសាទយកហ្មងអញ្ចឹងចាប់តាមដំបូងហ្នឹងគឺប្រាសាទអង្គរតូចយើងហើយអង្គរតូចយើងចូលបានតែខាងមុខទេថតបន្តិចបន្តួចហើយអញ្ចឹងទៅក៏ត្រឡប់មកវិញល្ងាចល្មមព្រោះដោយសារយើងទៅល្ងាចដែរអញ្ចឹងបងប្អូនទាំងអស់គ្នាពិតជាអត់ដឹងថាចាប់ប្លង់ពីជ្រុងណាទៅជ្រុងណាដើម្បីថតឲ្យស្អាតទេប៉ុន្តែខ្ញុំសង្កេតឃើញជនបរទេសដែលគាត់អញ្ជើញមកលេងនៅទឹកដីសៀមរាបយើងគាត់ចូលទៅថតនៅប្រាសាទដូចជាគាត់យល់ដឹងបានស្វែងយល់ពីវប្បធម៌ខ្មែរយើងខ្លាំងមែនទែនគាត់ដឹងថាថតប្លង់ជ្រុងណាពីជ្រុងណាទៅស្អាតបែរជាខ្ញុំជនជាតិខ្មែរនេះខ្ញុំរត់ទៅតាមថតតាមគាត់វិញណាបានន័យថាគាត់ជ្រុតជ្រាបនៃបព្វធម៌ខ្មែរយើងហើយនឹងប្រាសាទរបស់យើងនឹងខ្លាំងមែនតែនហ្មងខ្ញុំសូមសរសើរពួកគាត់ដោយស្មោះអស់ពីបេះដូងអ្នកទាំងអស់គ្នាហើយនេះជាប្រាសាទព្រះគំលុងហើយខ្ញុំបានលើដំណើរពីអ្នកម្ដាយខ្ញុំគាត់បានប្រាប់ថាដោយសារព្រះអង្គមានឧត្តមមហេសីច្រើនអញ្ចឹងទៅអត់ដឹងថាឧត្តមមហេសីអង្គណាដែលលោកមានជំងឺខ្លងធ្វើឲ្យឆ្លងរោគាមកដល់ព្រះអង្គហើយអញ្ចឹងទៅជាប្រាសាទនេះទៅមានឈ្មោះថាប្រាសាទព្រះគំលុងតែថាពិតឬក៏យ៉ាងណាក៏ខ្ញុំអត់ច្បាស់ដែរបើសិនជាខុសឆ្គងយ៉ាងណាក៏សូមធ្វើការកែសម្រួលខ្ញុំនៅក្នុងវីដេអូខាងក្រោមនេះផងដាក់ជា comment ក៏បានតែសូម comment បែបស្ថាបនាដែលសារពួកយើងពិតជាអត់ដឹងមែនហើយចម្ងល់ខ្ញុំមួយទៀតអីអ្វីដែលខ្ញុំឆ្ងល់ហើយសង្កេតឃើញហ្នឹងគឺចិញ្ចើមរបស់ប៉នាងអង្គផ្សេងគ្នាគឺខុសផ្សេងគ្នាទាំងអស់ហ្មងខ្ញុំពិតជាឆ្ងល់មែនណាអត់ដឹងថាស្ដេចជំនាន់មុនចិញ្ចើមបែបណាអញ្ចឹងបើមានអ្នកដឹងជួយ comment ប្រាប់ខ្ញុំផងអរគុណទុកជាមុននេះមកជំរាបអ្នកទាំងអស់គ្នានៅខាងទីទួលលើខាងលើមានសភាពស្ងាត់ពេលដោយសារយើងទៅល្ងាចដែរអ្នកទាំងអស់គ្នាមើលពីទួលខាងលើទៅមានសភាពស្ងាត់ចងំស្ងាត់បែបធម្មជាតិខ្ញុំសង្កេតឃើញប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងខេត្តសៀមរាបឃើញគាត់មានកូនមានចៅលក្ខណៈអង្គុយលក្ខណៈគ្រួសារនៅលើវាស្មៅនៅទល់មុខទីលានព្រះគំលុងនឹងផ្ទាល់ហ្មងព្រោះដោយសារស្មៅនៅខាងលើនឹងគឺសភាពខៀវល្ងិតហ្មងអ្នកទាំងអស់គ្នាសំឡេងនេះខ្ញុំភ្លេចថាជាសំឡេងអ្វីដែរខ្ញុំអត់ដឹងថារំខានអារម្មណ៍ដល់អ្នកទាំងអស់គ្នាឬក៏យ៉ាងណាទេខ្ញុំភ្លេចថាសំឡេងហ្នឹងពេលខ្ញុំថតហ្នឹងដោយចូលក្នុងហ្នឹងសំឡេងអីគេទេហើយនេះយើងបានឆ្លងមកប្រាសាទមួយទៀតហើយគឺមានឈ្មោះប្រាសាទប្រៃរូបហើយយើងគ្រាន់បានតែត្រឹមជិះកាត់ដោយសាររៀងល្ងាចហាក់ដែរយើងជិះចេញមកពីបដាវិញដើម្បីទិញនំម៉ាកាវហើយជិះកាត់ស្រះស្រង់បន្ទាប់ពីយើងទិញនំម៉ាកាវឆ្ងាញ់នៅបដាហើយយើងក៏កន្លែងទីគួរសមមួយដើម្បីអង្គុយញ៉ាំលេងអញ្ចឹងណាទាំងអស់គ្នា relax មើលទេសភាពស្រះស្រង់